សួស្តីឥឡូវនេះយើងនិយាយផលវិបាកមួយនៅក្នុងជំងឺទឹកនោមផ្អែមគឺផលវិបាកទៅលើខ្សោយត្រង់នោមអញ្ចឹងរាល់អ្នកជំងឺទឹកនោមផ្អែមទាំងអស់នៅពេលដែលគាត់ហូបថ្នាំហើយគាត់ជួសជិតស្ករខ្លួនឯងនៅផ្ទះឃើញថាស្ករល្អគាត់គិតថាគាត់ល្អហើយសុខភាពរបស់គាត់នឹងមិនមានបញ្ហាទេប៉ុន្តែមិនមែនអញ្ចឹងទេរាល់អ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវតែមកជួបគ្រូពេទ្យឲ្យបានទៀងទាត់រៀងរាល់3ទៅ6ខែម្ដងដើម្បីពិនិត្យជាតិស្ករតើជាតិស្កររបស់គាត់ល្អទេ A1C ហ្នឹងពិតជាប្រកាសថាល្អមែនអញ្ចឹងអ្នកជំងឺត្រូវពិនិត្យមុខងារត្រង់នោមថែមពីលើនឹងទៀតតើមុខងារត្រង់នោមរបស់គាត់ហ្នឹងល្អដែរអត់ជាតិសាច់នៅក្នុងទឹកនោមបានធ្លាក់ហើយឬនៅមានលេចចេញដែរអត់កាលណាតែមានលេចចេញហើយមានន័យថាគាត់ចាប់ផ្ដើមលេចចេញនៅសញ្ញាខ្សោយតម្រងនោមហើយអញ្ចឹងគាត់ត្រូវពិនិត្យទៀងទាត់រៀងរាល់3ទៅ6ខែម្ដងតើថ្នាំគាត់មួយមុខពីរមុខហ្នឹងវាជួយការពារដែរអត់ព្រោះឥឡូវនេះថ្នាំទឹកនោមផ្អែមវាមានច្រើនបែបណាវាមានទាំងថ្នាំគ្រាប់វាមានទាំងថ្នាំចាក់ថ្នាំខ្លះវាជួយការពារត្រង់នោមរបស់យើងបានយូរវែងហើយជួយទាំងសម្រកគីឡូដល់អ្នកជំងឺទឹកនោមផ្អែមថែមពីលើនឹងទៀតដូច្នេះហើយយើងលើកទឹកចិត្តរាល់អ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវតែជួបគ្រូពេទ្យរៀងរាល់3ទៅ6ខែម្ដងដើម្បីពិនិត្យថាតើមុខងារត្រង់នោមរបស់គាត់ល្អហើយឬនៅហើយក៏វាមានផលវិបាកផ្សេងពីនឹងទៀតដែរដូចជាបេះដូងណាទៅលើជើងទៅលើភ្នែកអីជាដើម